ទស្សនាវីដេអូ highlight ការប្រកួតរវាងក្រុងសេរីភ័ណ្ឌជាមួយនឹងស្រុកថ្មពុះវគ្គបច្ចុប្បន្ននៃការប្រកួតកីឡាថ្នាក់មធ្យមសិក្សាថ្នាក់ខេត្តបន្ទាយមានជ័យអញ្ចឹងកែបាល់បានប្រមាណនាទីក្រុមខ្លាកូនមានឱកាសបាល់ជ្រុងចំនួន2-3លើកជាប់គ្នាប៉ុន្តែមិនទាន់អាចរកគ្រាប់បាល់បាននៅតែប៉ុនប៉ងសុទ្ធជាបន្តបាល់ត្រង់នេះគឺសុទ្ធមួយជើងពីចម្ងាយតែម្ដងពីកីឡាករលេខ10របស់ក្រុមខ្លាកូនតែអ្នកចំទីជួយសង្គ្រោះបាល់លេងបន្តការប៉ុនប៉ងមានទៅវិញទៅមកការសម្រុកក៏មានទៅវិញមកឱកាសត្រង់នេះគឺឱកាសគ្រាប់បាល់ទី1រកបានដោយតារាកីឡាករលេខ7តារាអស់ចង្កេះត្រង់នេះគឺល្អមែនទែនសុទ្ធមួយជើងចូលទីតែម្ដងអ្នកចាំទីមិនអាចជួយបានទេដូច្នេះគ្រាប់បាល់នាំមុខនៅតង់ទី1ពាក់កណ្ដាលនៃតង់ទី1 1-0បើមិនមែនគឺល្អមែនទែនគាត់ចេះដាក់ចង្កេះពិតមកបន្តិចគឺដោះខ្លួនបានទៅមុខតែម្ដងទស្សនាឱកាសត្រង់នេះមួយជើងត្រង់នេះក៏ល្អដែរដោយកីឡាករ10មកពីវិទ្យាល័យសិនខ្លាកូនឬក៏ក្រៅក្រុងសេរីភ័ណ្ឌតាត់ចុងគោលដៅនៅតែមានឱកាសសម្រុកតង់ទី1គឺខាងសេរីភ័ណ្ឌប្រកខ្លាំងមែនទែនដាក់សម្ពាធទៅលើគូប្រកួតសូមអញ្ជើញត្រង់នេះបាទមិនតាន់តាណាឆ្កាយញាក់ព្យាយាមញាក់ចូលប្រអប់ទីសុទ្ធមួយជើងតែអត់ចំគោលដៅគឺកណាជាបន្តបាទលេងចេញកឹបមួយបាទត្រង់នេះគឺមានការពិន័យបាទព្រីឃីតសុទ្ធមួយជើងត្រង់នេះរំលងបាល់ទីមិនចំគោលដៅទេទស្សនាបន្តបាល់ត្រង់នេះគឺរត់ប្រើល្បឿនមែនទែនបាទគឺឈ្មោះគាត់ឈ្មោះយេបាទកឹបមួយត្រង់នេះគឺឱកាសបាល់ពេនឹងទីគឺអ្នកចំទីស្លាយចំជើងអ្នកកីឡាករដូច្នេះបានបាល់ពេទីនៅចុងតង់ទី1តែម្ដងសុទ្ធមួយជើងដោយកីឡាករ10អស់ដាច់ចង្កេះភឹងតែម្ដងដូច្នេះចប់តង់ទី1គ្រាប់បាល់2-0ចាប់ផ្ដើមនៅតង់ទី2ការកែបាល់ចេញពីក្រុមស្រីភ័ណ្ឌឱកាសនៅត្រង់នេះគឺទទួលបានការកំហមការកំហមតែម្ដងដោយសារតែកីឡាករលេខ12ក៏បានការលើក2ដងនៅត្រង់នេះក៏ជាបាល់ពីនៃ11ម៉ែត្ររបស់វិទ្យាល័យថ្មពុះដែរឱកាសត្រង់នេះហើយដែលធ្វើឲ្យថ្មពុះតាមពីក្រោយបាន1-2វិញដោយបាល់ពេលនឹងទីដើមតង់ទី2បាទបន្ទាប់ពីទទួលបានការកំហមហើយនៅតែមានឱកាសប៉ុនប៉ងច្រើនលើកច្រើនសារដើម្បីវាយបកដើម្បីតាមស្មើប៉ុន្តែនៅតែមិនអាចធ្វើបានសម្រាប់ការប៉ុនប៉ងក៏មានបន្តទៅមកវាយបកទៅមកតែមិនបានមានលទ្ធផលបន្តទេបាទនៅចុងតង់ទី2ឱកាសក៏មានច្រើនដែរដោយកីឡាករលេខ11នៃក្រុងសេរីភ័ណ្ឌអ្នកដាច់ខ្សែការពារ2អ្នកល្អតែមែនទែនបាទតែនៅសុទ្ធបញ្ចប់ទីមិនបានល្អកន្លែងនេះឱកាសគ្រាប់បាល់របស់វិទ្យាល័យថ្មពុះតែសុទ្ធបុកប្លុកគ្នាឯងហើយសុទ្ធមួយជើងទៀតត្រូវបានអ្នកចាំទីសង្គ្រោះជាប់បាទអ្នកចាំទីនេះធ្វើការធ្ងន់មែនទែនដោយសារតែបាត់បង់កម្លាំងម្នាក់ការកំហមនៅតង់ទី2តែម្ដងដូច្នេះទៅលេង10-1បាទត្រង់នេះក៏ល្អណាស់ដែរបាទដោយកីឡាករយេពាក់ខ្លាលេខ11គាត់ព្យាយាមញាក់ខ្សែការពារសុទ្ធមួយជើងចំអ្នកចាំទីបាទសង្គ្រោះបានមិនតាន់តាណាសុទ្ធមួយជើងត្រង់ទៀតអ្នកចាំទីត្រូវបានរារាំងដោយខ្សែការពារកន្លែងនេះគឺជាគ្រាប់បាល់អៅសាយទេមិនមែនជាគ្រាប់បាល់ផ្លូវការទេនៅចុងតង់ទី2កន្លែងនេះគឺគ្រាប់បាល់ចំហក្រៅក្បែងឬក៏ហៅអៅសាយដូច្នេះចប់តង់ទី2លទ្ធផល2-1ក្រុងសេរីភ័ណ្ឌ2ថ្មពុះ1